លើបញ្ចប់ការងារមួយនៅខាងស្រុកដំបែខេត្តត្បូងឃ្មុំពីទៅ10គីឡូឌីយេផ្ទះគាត់បើពេទ្យបាទអញ្ចឹងត្រូវការភ្លើងទៀងទាត់អញ្ចឹងអាសាដាច់ភ្លើងគឺអត់មានវិធីអីផ្សេងក្រៅពីរ៉ូសូឡាដាក់ទេជំនួយបាទផ្ទះគាត់បើពេទ្យណានេះការប្រើប្រាស់12 អាំពែឲ្យភ្លើង230 ថេបាទអានេះខាងផ្នែកសូឡាហើយដល់ពេលមកខាងនេះវិញអានេះ ATS សម្រាប់ដូរភ្លើងតែនេះព្រួយកាច់ឡើងទៅលើនេះគឺយកពីសូឡាភ្លើងសូឡានេះភ្លើង EDC អញ្ចឹង EDC អាសាដាច់ភ្លើងតិចបើវាដាច់ក៏ដាច់ទៅព្រោះនេះវាយើងអត់បានភ្ជាប់ភ្លើងរត់ចូលម៉ាស៊ីនទេព្រោះវាដាច់ក៏ដាច់ទៅវារត់ទៅលើភ្លើងរត់រហូតភ្លើងសូឡារហូតទេភ្លើងរត់ដាច់សូឡានៅមានរហូតអញ្ចឹងពេលថ្ងៃលេងដាច់ភ្លើងហើយបាទងាកមកខាងនេះភ្លើងចេញអានេះឌីសង់ទ័សចេញណាបាទមានឆក់ឡូតមានអីចឹងទៅបាទចេញទៅក្នុងផ្ទះគាត់ទៅមូលអញ្ចឹងប្រព័ន្ធហ្នឹងអញ្ចឹងហើយអានេះអាគុយនេះដាក់តា10គីឡូជាងឯងដើម្បីស្តុកពេលសតុំពេលអីតិចតួចអញ្ចឹងណាហ្នឹងហើយយកឡើងក៏ប្រើម៉ាស៊ីនចាក់ម៉ាសេះដូចជាបានទល់ភ្លឺនេះបាទអញ្ចឹងសរុបទៅដូចជាលេងត្រូវការប្រើភ្លើងហើយ